រួចរាល់មួយខ្នងទៀតហើយขนาดផ្ទះនេះគឺទំហំ7 ម៉ែត្រគុណនឹង8 ម៉ែត្រជាប្រភេទផ្ទះទាបអត់បន្ទប់ទឹកសាច់ផ្ទះទំហំ4 ម៉ែត្រគុណនឹង8 ម៉ែត្រវែងរណ្ដាទំហំ3 ម៉ែត្រគុណនឹង8 ម៉ែត្រនេះជាការកម្មងរបស់បងប្រុសបងស្រីនៅទឹកឆាឥឡូវនេះក្រុមការងារខាងផ្ទះចល័តស្រុកស្រីសន្ធរយើងខ្ញុំបានរៀបចំរួចរាល់ហើយប្រភេទផ្ទះនេះគឺបងប្រុសបងស្រីគាត់កម្មងស្រឡាញ់ជាលក្ខណៈកញ្ចក់បងប្អូនគឺនៅខាងមុខជាលក្ខណៈកញ្ចក់ស្លាយហើយជុំវិញផ្ទះគឺសិតតែកញ្ចក់ទាំងអស់គាត់ធ្វើផ្ទះនេះឡើងគឺសម្រាប់អង្គុយលេងមើលការងារកូនចៅគាត់ធ្វើការនៅកន្លែងហ្នឹងបងប្អូនឥឡូវនេះខ្ញុំនាំបងប្អូនទៅមើលផ្នែកខាងក្នុងគឺកញ្ចក់ទាំងអស់ជុំវិញផ្ទះអញ្ចឹងបងប្អូនគឺជុំវិញផ្ទះបែបហ្នឹងមានទ្វារក្រោយជាលក្ខណៈទ្វារកញ្ចក់ដែរផ្ទះយើងប្រើជាលក្ខណៈកញ្ចក់ច្រើនបែបនេះវាំងននក៏អស់ច្រើនដែរបងប្អូនវាំងននក៏អស់ច្រើនដែរយើងស្នាក់នៅពេលយប់យើងបិទវាំងននមកពេលថ្ងៃវិញរូតវាំងននមកមើលបាន360ដឺក្រេហើយចំពោះប្រភេទឈើដែលខាងផ្ទះចល័តស្រុកស្រីសន្ធរយើងខ្ញុំធ្វើគឺប្រើគ្រឿងរនុករនងទងផ្លានប្រកងដាណៃប្រើសាឡៅក្តារក្រានជាងពីណានប្រើសក្រំអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនសូមជួយ like ជួយ share ជួយឲ្យបេះដូងផងណាបងប្អូនសូមអរគុណ